អ្នកទាំងអស់គ្នាវីដេអូនេះហាខ្ញុំនឹងនាំអ្នកទាំងអស់គ្នាមកសាកភ្លក់រសជាតិបបពិសោធន៍ថ្មីពីកោះរ៉ុងនិងកោះរ៉ុងសន្លឹម1 2 Drinking all night, got into a fight. Well, I feel so brave. I wanna go home. Hoist up the zombie sail. ហើយយើងនឹងធ្វើដំណើរទៅកន្លែងជាមួយទឹកទាំងអស់គ្នា Let's go បងប្អូនដោយសារតែឥឡូវហ្នឹងគឺចូលដល់ខែហាយហើយតើចឹងទៅមានភ្ញៀវទេសចរបរទេសគាត់មកច្រើនមែនតើហើយកោះរ៉ុងគឺជាកោះដែលល្បីដល់ភ្ញៀវបរទេសច្រើនជាងគេជាបានយ៉ាងនិយាយថានៅក្នុងប្រទេសកម្ពុជាបន្ទាប់ពីអង្គរវត្តគឺកោះរ៉ុងនឹងឯងដែលត្រូវបានភ្ញៀវបរទេសណែនាំតគ្នាដើម្បីធ្វើដំណើរមកទស្សនានិងកម្សាន្តនៅកោះរ៉ុងហ្នឹងព្រោះយើងដឹងហើយថាឆ្នេរសាច់របស់យើងគឺស្អាតខ្លាំងមែនតើហើយលើកនេះផងដែរគឺប្លែកមែនតើសម្រាប់ខ្ញុំជាលើកទី1ហើយគឺខ្ញុំនឹងទៅរៀនជាមួយទឹកដែលគេហៅថា diving នឹងឯងអញ្ចឹងចង់ឲ្យអ្នកនរគ្នាទៅតាមដានទស្សនាជាមួយគ្នាព្រោះថាខ្ញុំពងយូរហើយតាក់ទងជាមួយនឹងការជាមួយទឹកនឹងដោយសារតែខ្ញុំចង់សិក្សាស្វែងយល់បន្ថែមតាក់ទងជាមួយនឹងជីវៈចម្រុះនៅក្នុងទឹកក៏ដូចជានិយាយទៅធនធានធម្មជាតិនៅក្បែរសមុទ្រតែអញ្ចឹងខ្ញុំចង់មកជាមួយទឹកខ្លាំងមែនតើអញ្ចឹងយើងទៅមើលទាំងអស់គ្នាព្រោះក្រៅពីជាមួយទឹកនេះក៏ខ្ញុំទៅ explore ទីតាំងមួយចំនួនដែលស្ថិតនៅក្នុងកោះរ៉ុងដែរអញ្ចឹងកុំឲ្យខាត់ពេលយូរតោះយើងឡើងទូកទៅទាំងអស់គ្នារឿងកោះមួយដូចបងប្អូនបានឃើញអញ្ចឹងខ្ញុំមិនសូវជាបានមកទេព្រោះអីលវលទៅភ្នំតែតេតូនជាមួយនឹងអារម្មណ៍ស្រឡាញ់កោះគឺស្រឡាញ់ដូចគ្នាចូលចិត្តអារម្មណ៍ដែលទទួលបានខ្យល់ពីសមុទ្រហើយស្ដាប់សំឡេងទឹកអាឡូកឥឡូវហ្នឹងគឺយើងបានមកសមុទ្រហើយយើងបានសាកភ្លក់រសជាតិថ្មីទៀតជិះទូកលបឿនលឿនប្រហែលជា40 ទៅ 50 នាទីយើងក៏បានមកដល់កោះរ៉ុងយេយើងមកដល់កោះរ៉ុងហើយអូយនៅកោះរ៉ុងខានមកច្រើនឆ្នាំបើកោះរ៉ុងសន្លឹមកាលពីឆ្នាំមុនទៅតែឆ្នាំនេះបានមកកោះរ៉ុងអញ្ចឹងអ្នកទាំងអស់គ្នាខ្ញុំសុំពេលបន្តិចត្រឡប់ទៅមុនឡើងទូកខ្ញុំបានទិញអីវ៉ាន់មួយចំនួនសម្រាប់យកទៅញ៉ាំពេលដែលខ្ញុំជាមួយទឹកប៉ុន្តែអ្នកទាំងអស់គ្នាខ្ញុំចង់ណែនាំអ្នកទាំងអស់គ្នាអំពី campaign មួយរបស់ MK ដែលមានឈ្មោះថា Scan MK ដើម្បីកុមារកម្ពុជារាល់ពេលដែលបងប្អូនធ្វើការ scan ទូទាត់ទិញទំនិញអីមួយតាមរយៈ MK KHQR នៅដៃគូអាជីវកម្មរបស់ MK ឬក៏បងប្អូនអាជីវកម្មនឹងលើក MK KHQR នឹងឲ្យភ្ញៀវ scan ណាគឺបងប្អូនទាំងអស់គ្នាកំពុងតែជួយដល់កុមារកម្ពុជាដែលសម្រាប់ព្យាបាលនៅមន្ទីរពេទ្យគុណភបុប្ផារាប់ពាន់នាក់គ្រប់រាល់ប្រតិបត្តិការរបស់បងប្អូនគឺ MK នឹងធ្វើការបរិច្ចាគថវិកាជំនួសបងប្អូនជូនទៅដល់មូលនិធិគុណភបុប្ផាកម្ពុជាដើម្បីជួយដល់កុមារដែលខ្វះខាត AMK នឹងធ្វើការបរិច្ចាគថវិកា100រៀលនៅក្នុងមួយប្រតិបត្តិការតែមិនមែនកាត់ចេញពីថ្លៃទំនិញរបស់បងប្អូនឬក៏ថ្លៃសេវារបស់អាជីវករទេប៉ុន្តែថវិកាហ្នឹងគឺបានចេញពី AMK តែម្ដងបើសិនជាបងប្អូនអ្នកគ្នាគិតដល់កុមារកម្ពុជាហើយចង់ធ្វើការជួយជារៀងរាល់ថ្ងៃសូម្បីតែមួយថ្ងៃក៏អាចជួយដល់500រៀលដែរបើសិនជាយើងធ្វើប្រតិបត្តិការដល់5ដងអ្នកនរគ្នាអាចធ្វើការ scan ទូទាត់តាម AMK បានមិនថាធនាគារណាទេទាំង AMK ទៅ KHQR របស់ AMK ឬក៏ធនាគារផ្សេងទៅ KHQR របស់ AMK គឺគ្រប់ប្រតិបត្តិការទាំងអស់ហ្នឹង AMK នឹងធ្វើការបរិច្ចាគថវិកាជូនងាយស្រួលមែនតើអ្នកទាំងអស់គ្នាគ្រាន់តែចាយលុយក៏យើងបានធ្វើបនដែរអញ្ចឹងចូលរួម scan ដើម្បីកុមារកម្ពុជាយើងទាំងអស់គ្នាណាខ្ញុំបញ្ជាក់អ្នកទាំងអស់គ្នាលើកចុងក្រោយបើសិនជា scan pay គឺត្រូវតែ AMK អញ្ចឹងឥឡូវហ្នឹងគឺយើងចូលដំណើរកំសាន្តយើងវិញហើយខ្ញុំបានឡើងមកដល់លើកោះហើយប៉ុន្តែគឺយើងបានជួលម៉ូតូជិះដើម្បីធ្វើដំណើរទៅជ្រុងម្ខាងទៀតនៃកោះដែលខ្ញុំនឹងស្នាក់នៅកន្លែងផ្ទះស្នាក់មួយដែលមានឈ្មោះថា Lily Homestay ដែលស្ថិតនៅក្នុងភូមិព្រែកស្វាយហើយភូមិព្រែកស្វាយហ្នឹងគឺខ្ញុំឃើញថាស្អាតខ្លាំងមែនតើគ្រាន់តែថាអត់សូវមានការសັບផ្សាយអញ្ចឹងណាតែបើអ្នកទៅគឺភាគច្រើនជនជាតិបរទេសនឹងតែម្ដងវ៉ាវអូខេយើងបានមកដល់ហើយអ្នកទាំងអស់គ្នាអីទៅដែរអី
toilet ពេលអ្នកទាំងអស់គ្នាឥឡូវយើងបានមកដល់បឹងគីឡូរបស់យើងហើយបឹងគីឡូនេះគឺមានខែ2ចឹងខ្ញុំគ្រឿងសមុទ្រអូយមកដល់កោះហើយបានខ្ញុំគ្រឿងសមុទ្រហើយមកដល់អ្នកខ្វះទេក្តាមស្ងោបកាកាត់ស្រីហ្មងអានេះគឺជាទឹកមុខខ្ញុំនៅពេលដែលខ្ញុំបានឃើញមហូបក៏ប៉ុន្តែមិនអត់ឆ្ងាញ់ទេឆ្ងាញ់បងប្អូនប៉ុន្តែវាខុសពី expectation របស់ខ្ញុំដោយសារខ្ញុំគិតថាខ្ញុំបានញ៉ាំគ្រឿងសមុទ្រតែអត់អីទេមានអីញ៉ាំហ្នឹងទៅណាមួយមហូបគេក៏ឆ្ងាញ់ដែរបងប្អូនឥឡូវហ្នឹងគឺយើងចេញទៅដើរលេងនៅភូមិហើយហុយដៃជប់អើយទៅមកគេប្លុកឲ្យគេទៅនងមកលឹកខមីឆាអូយទៅនងមកលា wow wow ឡើងលយខ្ញុំភ្លេចប្រាប់អ្នកទាំងអស់គ្នាថានេះគឺជាទីតាំងមួយដ៏ស្រស់ស្អាតនៅលើកោះរ៉ុងគឺភូមិព្រែកស្វាយអ្នកទាំងអស់គ្នាមើលទស្សនភាពនៅខាងក្រោយខ្ញុំនោះអូយស្អាតខ្លាំងមែនតើសាកសម័យមើលនៅលើកោះមួយហើយមានជាដងព្រែកហើយមានផ្ទះតាមដងព្រែកបន្ទាប់មកនៅខាងក្រោយគឺមានភ្នំមកពិតជាល្អខ្លាំងមែនតើអញ្ចឹងចេញពីភូមិព្រែកស្វាយហ្នឹងគឺយើងបានជិះមកលេងឆ្នេរ Long Beach ដែលឆ្នេរហ្នឹងគឺជាឆ្នេរដែលវែងជាងគេនៅលើកោះរ៉ុងនឹងឯងហើយឆ្នេរសាច់នេះគឺសក្បោះតែម្ដងបងប្អូនហើយស្អាតខ្លាំងណាស់មិនដឹងថាបងប្អូនធ្លាប់ឮអត់ថាឆ្នេរសាច់ខ្មែរយើងស្អាតណាស់នៅក្នុងពិភពលោកណាហើយខ្ញុំក៏បាន enjoy អង្គុយនិយាយគ្នាលេងរត់លេងទឹកសមុទ្រអីរហូតដល់ថ្ងៃលិចហើយថ្ងៃលិចនៅហ្នឹងក៏ស្អាតដែរនិយាយទៅឲ្យថ្ងៃលិចនៅសមុទ្រអញ្ចឹងបន្ទាប់ពីយើងបាន enjoy នៅ Long Beach នឹងមើល sunset ហើយបន្ទាប់មកយើងក៏បាននាំគ្នាជិះម៉ូតូទៅកោះតូចវិញដើម្បីញ៉ាំអាហារនៅហ្នឹងព្រោះហ្នឹងមានអាហារច្រើនអ្នកគ្នាឥឡូវហ្នឹងគឺយើងកំពុងតែនៅទីតាំងមួយដែលជាទីប្រជុំជននិយាយទៅជាទីកន្លែងដែលភ្ញៀវទេសចរគាត់ចូលចិត្តមកជាងគេព្រោះនៅនេះគឺមានរបស់ញ៉ាំច្រើនហើយជាពិសេសនោះ barbecue គេគឺត្រឹមតែ$5ពីម៉ោង5ដល់ម៉ោង9អញ្ចឹងខ្ញុំក៏បាន order សាច់គោហើយបងផ្សេងទៀតក៏គាត់ញ៉ាំត្រីអ្នកខ្លះញ៉ាំសាច់មាន់អីអញ្ចឹងណាហើយយើងអង្គុយញ៉ាំនៅមុខនឹងតែម្ដងឆ្ងាញ់បង្កើសាច់បាត់ពេកម្ល៉េះហើយកំងកុំឲ្យកាត់ដាក់បាត់ពេកបន្ទាប់ពីញ៉ាំហើយយើងក៏ទិញទឹកផ្លែឈើកិនមិនបន្តិចដើម្បីចាប់មាត់តាមផ្លូវត្រឡប់ទៅវិញអញ្ចឹងណាហើយក៏ចូលដល់ថ្ងៃទី2ស្ដីអ្នកអស់គ្នាឥឡូវហ្នឹងគឺយើងចូលថ្ងៃថ្មីហើយប៉ុន្តែយើងនៅកន្លែងចាស់អើយបានមកអង្គុយមកទស្សនភាពពេលព្រឹកស្ដាប់ភ្លេងបងនេះតំណងដល់កហ្មងបងប្អូនដឹងអត់ថាអារម្មណ៍ពេលព្រឹកពិតជាសំខាន់ណាស់អាចធ្វើឲ្យមួយថ្ងៃពេញរបស់យើងនឹងជួបរឿងល្អឬក៏មិនល្អអញ្ចឹងពេលព្រឹកយើងត្រូវតែធ្វើម៉េចឲ្យខ្លួនឯងមានទម្លាប់ល្អទទួលបាននៅថាមពលល្អវិជ្ជមានជៀសវាងការទទួលយកតែរឿងញ៉ៃពីសង្គម Facebook អីអញ្ចឹងណាអញ្ចឹងព្រឹកឡើងគឺយើងអាចញ៉ាំតែអង្គុយលេងជីកាយៈឬក៏ចំណាយពេលជាមួយធម្មជាតិអញ្ចឹងទៅហើយកុំភ្លេចញ៉ាំអាហារពេលព្រឹកហ្នឹងឲ្យទៀងម៉ោងផងបងអីអូនញ៉ាំមីឆានៅភូមិហើយតែអ្នកលក់មីឆាមានមីឆាខែអ្នកទាំងអស់គ្នាបន្ទាប់ពីយើង explore ក៏ដូចជាទទួលយកបទពិសោធន៍នៅលើកោះរ៉ុងនេះរួចរាល់ឥឡូវហ្នឹងគឺយើងនឹងចេញទៅកោះរ៉ុងសន្លឹមហើយតាមរយៈទូកឈើហើយបន្ទាប់ពីនោះគឺយើងនឹងធ្វើការជំនួយទឹកឯងអូខ្ញុំពិតជាអត់អាចរងចាំបានទេថានៅពេលដែលខ្ញុំជំនួយទឹកហ្នឹងតើមិនទៅព្រោះខ្ញុំចង់ធ្វើយូរហើយអញ្ចឹងអ្នកនរគ្នាកុំឲ្យខាត់ពេលយូរយើងទៅកោះរ៉ុងសន្លឹមនៅថ្ងៃទី2ដែរទូកក៏បានលើកយុទ្ធការឡើងហើយបោះពួយសម្ដៅទៅកោះរ៉ុងសន្លឹមហើយខ្ញុំនៅស្រស់ស្រាយណាស់ឲ្យតែបានថាហិតក្លិនសមុទ្រហើយយើងក៏បានមកដល់កោះរ៉ុងសន្លឹមយេស្វាគមន៍មកកាន់កោះរ៉ុងសន្លឹមវ៉ាវអ្នកអស់គ្នានៅខាងនោះគឺសមុទ្រឃើញវ៉ាវទៅនោះនៅខាងនោះផ្ទះអញ្ចឹងយើងគេងនៅផ្ទះនោះតែคลิปនេះគឺបបងគាត់ប្រាប់គាត់ថាពោមកកន្លែងថ្ងៃលិចស្អាតហ្មងអញ្ចឹងងាយនៅគឺយើងនឹងមើលថ្ងៃលិចដ៏ស្រស់ស្អាតនៅតែคลิปទាំងអស់គ្នាជីក៏យន់អស់មែនបង20000អស់20000កន្លែងគេបែប outdoor អញ្ចឹងហ្មងនេះគេបិទតែវាំងណនេះហើយទលាយហ្មងបងមកមើលកន្លែងគេគេងទៅនងមកខែ style អានេះមួយ
2 bedroom 1 bedroom នេះគឺជាបន្ទប់របស់យើងអូក្តៅមានម៉ាស៊ីនត្រជាក់ឡើងមកលើកោះហើយនៅមានបន្ទប់កៃម៉ាស៊ីនត្រជាក់ទៀតឯងមកណាបានអ្នកគ្នាជីបានទេមកនេះតាមួយពីរបាយអូយ៉ាសាយអរគុណអូយបងតាពីចូលទៀតពោហ៎ Hello មួយ Hello Hello ឥឡូវហ្នឹងគឺយើងធ្វើដំណើរចេញទៅកន្លែងឈ្មុជទឹកហើយបងប្អូនហើយកន្លែងឈ្មុជទឹកហ្នឹងនៅមួយឆ្នេរទៀតនៃឆ្នេរដែលយើងសម្រាប់ហ្នឹងអូខេអ្នកទាំងអស់គ្នាឥឡូវហ្នឹងយើងបានមកដល់កោះរងសលឹមឆ្នេរមកខាងទៀតហើយយើងនឹងធ្វើដំណើរទៅកន្លែងឈ្មុជទឹកទាំងអស់គ្នា Let's go កាលមុនណាពេលខ្ញុំចង់ឈ្មុជទឹកអីមិនខ្ញុំមិនដឹងថាទៅរកតាក់ទងតាមណាទេហើយលើកហ្នឹងគឺខ្ញុំបានដឹងច្បាស់ហើយថាកន្លែងឈ្មុជទឹកនៅខ្មែរយើងនៅលើកោះរងសលឹមមើលកោះរងហ្នឹងគឺច្រើនមែនតើហើយលើកនេះគឺយើងបានមកឈ្មុជទឹកដោយប្រើប្រាស់សេវាកម្មបង្រៀននិងរៀបចំសម្របសម្រួលដោយ The Dai Shop Cambodia អ្នកនរគ្នាសេវាកម្មគាត់ល្អហើយគាត់យកចិត្តទុកដាក់មួយសិស្សមែនតើហ្មងចឹងអ្នកនរគ្នាចង់ទៅដៃអីអាចតាក់ទងជាមួយនឹងខាងពួកគាត់បានឥឡូវហ្នឹងគឺបន្ទាប់ពីយើងបានសញ្ញាក៏ដូចជាបំពេញបែបបត់របស់គេហើយគឺយើងដល់វគ្គមកលោកអាវហើយគាត់បានរៀបចំ fin ឲ្យខ្ញុំហើយនឹងវ៉ែនតាហែទឹកនិយាយទៅសម្លៀកបំពាក់អីឲ្យ fit ជាមួយយើងដើម្បីងាយស្រួលក្នុងការចោះជំនួយទឹកហើយសម្ភារៈរបស់គាត់គឺមានគ្រប់សពទាំងអស់សម្រាប់ការជំនួយទឹកនឹងតែបើសិនជាអ្នកទាំងអស់គ្នាមានសម្ភារៈផ្ទាល់ខ្លួនអ្នកនរគ្នាក៏អាចប្រើប្រាស់បានដែរហើយអាចមើលនៅក្នុងវីដេអូហ្នឹងទៅដឹងថាសម្ភារៈអីគេដែលយើងចាំបាច់ត្រូវមាននៅពេលដែលយើងចោះជំនួយទឹកហើយឥឡូវខ្ញុំបានស្លៀកពាក់រួចរាល់ហើយបងប្អូនខ្ញុំបានសម្រាប់ to do list របស់ខ្ញុំមួយទៀតហើយនៅក្នុងឆ្នាំហ្នឹងគឺការចោះជំនួយទឹកនឹងឯងខ្ញុំដឹងថានេះគ្រាន់តែជីវៈសិក្សាមួយដែលខ្លីទេមិនទាន់ជាផ្លូវការប្រហែលទេប៉ុន្តែអ្វីដែលខ្ញុំបានធ្វើហ្នឹងគឺបានសាកល្បងធ្វើវានឹងឯងហើយខ្ញុំពិតជាសប្បាយចិត្តជាមួយនឹងការសម្រេចបានរបស់ខ្ញុំដ៏ទូចមួយនេះមែនតើ Let's go យេមកយើងមកនិយាយពីចំណាប់អារម្មណ៍របស់ខ្ញុំជាមួយនឹងការដែលបានសាកល្បងនៅក្នុងការចុះធ្វើការជាមួយទឹកនេះអារម្មណ៍ខ្ញុំពិតជាញញឹមបិទមកអត់ចិត្តទេបងប្អូនហើយខ្ញុំឡើងទៅដល់លើទូកលោកគ្រូក៏បានចាប់ដើមបរៀនពី basic នៅក្នុងការចុះជាមួយទឹកហើយរៀបចំសម្ភារៈឥឡូវហ្នឹងគឺចាប់ដើមហើយណាបងប្អូនគេចុះម្ដងមួយរហូតដល់ខ្ញុំនៅក្រោយគេភ័យខ្លាំងមែនតើប៉ុន្តែយ៉ាងណាក៏ខ្ញុំអត់ឲ្យភាពភ័យខ្លាចរបស់ខ្ញុំនឹងរីរាំងនៅអ្វីដែលខ្ញុំចង់សម្រេចបានទេចុងក្រោយរាងកាយរបស់ខ្ញុំក៏បានធ្លាក់ទៅក្នុងទឹកជាមួយនឹងបំពង់អុកស៊ីហ្សែនហើយយើងក៏បានចាប់ដើមវឹកហាត់នៅក្នុងទឹកតែម្ដងយើងបានរៀនពីសញ្ញានៅក្នុងការតាក់ទងប្រស័យគ្នានៅក្នុងទឹកហើយនឹងការប្រើប្រាស់ឧបករណ៍ជាដើមនៅក្នុងកម្រិតគេហៅថា basic ហ្នឹងគឺវាមិនសូវជាពិបាកខ្លាំងនៅក្នុងការរៀនទេអញ្ចឹងពួកយើងក៏បានរៀនបដាលហើយក៏បានមើលទស្សនវិជ្ជានៅក្រោមទឹកនឹងបដាលថ្ងៃហ្នឹងទឹករៀងល្អក់បន្តិចប៉ុន្តែទស្សនវិជ្ជាផ្កាថ្មនៅខាងក្រោមទឹកគឺស្អាតខ្លាំងមែនទែនបងប្អូនគ្រូបានឲ្យយើងកាន់ដៃគ្នាដោយសារតែគាត់អត់ចង់ឲ្យយើងបែកស្ញែកឆ្ងាយពីគ្នាទៅគាត់ពិបាកនៅក្នុងការសម្លឹងរកមើលយើងអញ្ចឹងទៅយើងបានកាន់ដៃគ្នាហើយជួបទស្សនវិជ្ជាដ៏អស្ចារ្យច្រើនមែនទែនផ្កាថ្មដ៏ស្រស់ស្អាតជាមួយនឹងកូនត្រីតូចជាមួយនឹងអេប៉ុងឈ្មោះជាភាសាអង់គ្លេសគេហ្នឹងគឺហៅថា sponges ដែលវាជាជីវៈចម្រុះមួយដែលមានជីវិតនៅក្នុងបាតសមុទ្រហើយក្រៅពីនោះគឺមានប្រភេទផ្កាថ្មប្លែកៗដែលខ្ញុំអត់ធ្លាប់បានឃើញពីមុនមកច្រើនខ្លាំងមែនទែនកាលមុនយើងឃើញតែផ្កាថ្មបែបលក្ខណៈដូចគេដាក់តាំងដាក់អីប៉ុន្តែនៅក្នុងនេះគឺផ្កាថ្មប្លែកដែលយើងអត់ដែលឃើញដូចជាផ្កាថ្មនេះជាដើមលក្ខណៈសរសៃវែងអញ្ចឹងក៏ប៉ុន្តែមានប្រភេទផ្កាថ្មច្រើនដែលខ្ញុំបានថតប៉ុន្តែអ្នកទាំងអស់គ្នាដោយសារតែទឹកវាល្អក់ព្រោះថេកវាអត់សូវស្អាតទេតែខ្ញុំសន្យានឹងអ្នកទាំងអស់គ្នាថាខ្ញុំនឹងចុះទៅទីតាំងដែលថតផ្កាថ្មនឹងឲ្យបានច្រើនជាងនឹងទៀតដើម្បីផ្ដិតយកទស្សនវិជ្ជាដ៏អស្ចារ្យនៃបាតសមុទ្រនឹងជូនអ្នកទាំងអស់គ្នាបានទស្សនានៅពេលក្រោយខ្ញុំធ្លាប់តែខ្ញុំចូលចិត្តមើលផ្កាថ្មតែពេលដែលខ្ញុំមើលធម្មតាខ្ញុំមើលបានតាមតាប្រហែលនាទីងើបអញ្ចឹងហើយប៉ុន្តែលើកនេះគឺខ្ញុំបាន enjoy ខ្ញុំបានមើល review មែនតើហើយឃើញថាផ្កាថ្មនៅស្រុកខ្មែរយើងស្អាតមែនតើអ្នកនរគ្នាគួរតែមកសាកល្បងហើយអត់ពិបាកអីទេតាក់ទងជាមួយនឹងការជាមួយទឹកនេះនិយាយទៅ
ពេលខ្ញុំហ៊ានដំបងពេលខ្ញុំស្ដាប់ពីគាត់ដំបងខ្ញុំមានអារម្មណ៍ថាអញពិបាកអញ្ចឹងហើយប៉ុន្តែពេលដែលខ្ញុំចង់ធ្វើផ្ទាល់អូខេ មួយការមកនៅតំបន់នេះគឺស្អាតនៅប្រទេសកម្ពុជាយើងការមកស្អាតជាងគេទូទាំងពិភពលោកហើយមួយទៀតប្រជាជនខ្មែរយើងចាស្អាតជាងគេហ្មង នៅនេះឬក៏ប្រទេសកម្ពុជាយើង ចង់និយាយថាផ្កាមកនៅប្រទេសកម្ពុជាយើងជាផ្កាមកដែលស្អាតជាងគេទូទាំងពិភពលោកមិនថានៅទីនេះមិនថានៅកោះតាំងមិនថានៅកោះព្រីងគឺប្រទេសកម្ពុជាយើងផ្កាមកគឺលេខ1ហ្មង យកគ្នាក៏ទៅ តែអ្វីដែលខ្វះការចូលរួមថែរក្សាតែប៉ុណ្្នឹង ចាប៉ុន្តែឥឡូវឃើញថាមានការផ្លាស់ប្ដូរច្រើនណាស់ឃើញមានសម្ភារៈអីមកងាយស្រួលកាលមុនបើខ្ញុំចង់ទៅដៃចង់ទៅចោះជាមួយទឹកខ្ញុំអត់ដឹងទៅណាទេតែឥឡូវអត់ទេឆៃ Facebook ទៅលើកោះរងសន្លឹមមានច្រើននៅកោះរងក៏មានក្រុមហ៊ុនជាមួយទឹកនៅកោះរងសន្លឹមក៏មានក្រុមហ៊ុនជាមួយទឹកចាហើយបើមាននារីស្រីខ្មែរយើងជាមួយទឹកកាន់តែច្រើនកាន់ល្អទៀតទៅបងទៅហើយណាមួយអត់ពិបាកជាមួយទឹកទេឥឡូវ អារម្មណ៍ដែលយើងបានចោះលើកទី1ចោះហើយណាឥឡូវចង់សួរអារម្មណ៍ផ្ទាល់ហ្មងលើកទី1ទៅលើកទី1ហើយបានចុះហើយបានរៀនហើយឥឡូវមានអារម្មណ៍មិន ដំបូងពេលដែលគ្រូពយល់ខ្ញុំមានអារម្មណ៍ថារឿងស្មុគស្មាញបន្តិចដោយសារអីខ្ញុំខ្លាចអារម្មណ៍មួយខ្លាចថាចោះទៅមិនដឹងមិនម៉ែហើយអារម្មណ៍មួយទៀតខ្លាចចោះទៅយើងធ្វើមិនបានល្អអញ្ចឹងតែដល់ពេលចោះទៅវាអត់ពិបាកអីបងស្រួលចាគាត់តែគ្រូពយល់ប្រាប់ហើយគាត់ប្រាប់ទាំងអស់ថាពីភាសាដែលយើងនិយាយគ្នាហើយតាំងពីដូចលក្ខកាយវិការក្រុមទឹកហើយមួយទៀតគឺរបៀបប្រើប្រាស់សម្ភារៈទាំងអស់ហ្នឹង ហើយនឹងវិធីសង្គ្រោះខ្លួនយើងទៀតហ្នឹងហើយ ទៅគឺគាត់ប្រាប់ទាំងអស់ហើយដល់ពេលយើងចង់ទៅគ្រាន់តែយើងpractice ឬក៏ធ្វើឡើងវិញតែមិនបន្តិចគឺយើងទៅបានហើយគ្រូទៅសើខ្ញុំទៅតែធ្វើបានល្អយេគាត់ថាឡើងមកលើវារៀងមើលមុខបន្តិចតែឥឡូវឡើងបន្ទាប់ពីខ្ញុំជាមួយទឹកហើយខ្ញុំក៏បានត្រឡប់មកវិញហើយមើលថ្ងៃលិចដ៏ស្រស់ស្អាតនៅក្នុងថ្ងៃនេះហើយអ្វីដែលខ្ញុំចង់ប្រាប់អ្នកទាំងអស់គ្នានៅក្នុងវីដេអូនេះខ្ញុំចង់ឲ្យបងប្អូនទាំងអស់គ្នាចាប់ផ្ដើមសង្កល់មើលខ្លួនឯងហើយចាប់ផ្ដើមធ្វើរឿងរ៉ាវដែលខ្លួនឯងចង់ធ្វើកុំចាំតតែចុងឆ្នាំកុំចាំតតែពេលណាមួយហើយកុំចាំតតែខ្លួនឯងនឹងលែងអាចធ្វើបានអាចចាប់ផ្ដើមធ្វើវាពីតូចទៅដូចខ្ញុំឥឡូវអញ្ចឹងទៅតែខែ3ហើយតែខ្ញុំអាចសម្រេចគោលបំណងនៅក្នុង to do list របស់ខ្ញុំបានមួយហើយមួយទៀតជារៀងរាល់ថ្ងៃគឺខ្ញុំបានជួយទៅដល់កុមារកម្ពុជាទៀតតាមរយៈការទូទាត់សាច់ប្រាក់ទិញអីវ៉ាន់អីមួយហើយ scan តាម AMK KHQR ក្នុងមួយថ្ងៃយ៉ាងតិចក៏ខ្ញុំ scan លើសពី5ដងដែរតែបងប្អូនអរគ្នាដូចគ្នាអាចចាប់ផ្ដើមចូលរួម scan តាមរយៈ AMK KHQR ទៅដើម្បីជួយដល់កុមារព្រោះថាបើសិនជាក្នុងម្នាក់ scan 5ដងនៅក្នុងមួយថ្ងៃចុះ1លាននាក់ scan 5ដងនៅក្នុងមួយថ្ងៃនៃម្នាក់ក៏5លានដងដែរអញ្ចឹងយើងទាំងអស់គ្នាអាចចូលរួមជួយកុមារកម្ពុជាជារៀងរាល់ថ្ងៃដែលអត់មានលក្ខខណ្ឌបើចាំបាច់តតែយើងមានលុយច្រើនបើចាំបាច់តតែយើងមានឱកាសណាមួយដែលអាចបរិច្ចាគបានម្ដងទាំងអស់ទេយើងអាចចាប់ផ្ដើមធ្វើវាពីតូចទៅបានខ្ញុំពឹងលើអ្នកទាំងអស់គ្នាណាចូលរួមជាមួយគ្នាដើម្បីកុមារកម្ពុជាអរគុណច្រើនសម្រាប់ការតាមដានទស្សនាវីដេអូតាំងពីដើមរហូតដល់ចប់ហើយខ្ញុំសង្ឃឹមថាវីដេអូនេះនឹងបានជួយឲ្យអ្នកទាំងអស់គ្នាបានកម្សាន្តអារម្មណ៍កម្សាន្តចិត្តហើយនឹងសាកល្បងធ្វើអ្វីដែលថ្មីៗនៅក្នុងជីវិតរបស់ខ្លួនឯងមួយវិញទៀតកុំភ្លេចដើរលេងជាមួយនឹងទំនួលខុសត្រូវទុកដាក់សម្រាប់ឲ្យបានត្រឹមត្រូវមិនថាទៅទីណាក៏ដោយជួបគ្នានៅវីដេអូក្រោយទៅកន្លែងផ្សេងទៀតជាមួយខ្ញុំនារីចល័តចរអរគុណច្រើនជម្រាបលាបាយបាយ